ញ៉ាំទុរេនយូរហើយតែចង់ដឹងថាទុរេនមានដើមកំណើតមកពីណាខ្ញុំជឿថាបងប្អូនមួយចំនួននៅមិនទាន់ដឹងប៉ុន្តែបងប្អូនមួយចំនួនខ្លះក៏បានដឹងរួចទៅហើយបើយោងតាមប្រភពផ្សេងៗគ្នាទុរេនមានប្រភពដើមចេញពីតំបន់នៅក្នុងឧបទ្វីបម៉ាឡេស៊ីកោះម៉ូនីអូនិងកោះស៊ូម៉ាត្រាដែលជាតំបន់ព្រៃទឹកភ្លៀងហើយផ្លែទុរេននេះត្រូវបានជនជាតិដើមភាគតិចនៅក្នុងតំបន់នោះបរិភោគរាប់រយឆ្នាំហើយអញ្ចឹងទុរេនគឺជាផ្លែឈើដែលពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍ហើយនិងចិនដូចជាខ្មែរយើងអញ្ចឹងឲ្យតែដល់ខែទុរេនមិនទាន់ទេពីច្រើននិយមទិញយកមកញ៉ាំហើយពេលខ្លះទិញទុរេនខ្លាំងៗទៀតទុរេនដែលនាំចូលហើយទុរេនដែលឆ្ងាញ់ជាងគេរបស់ខ្មែរយើងពីច្រើនគឺនៅខេត្តកំពតដោយសារតែដីនៅទីនោះគឺជាដីដែលនៅជិតតំបន់ភ្នំនៅជិតសមុទ្រអញ្ចឹងទុរេនគឺមានរសជាតិឆ្ងាញ់លេខ1ហ្មងលើពីនេះទៅទៀតទុរេនគឺគ្មានផ្លែឈើណាអាចប្រៀបធៀបជាមួយវាបានទេដោយសារតែវាជាស្ដេចផ្លែឈើមានរសជាតិឆ្ងាញ់ដាច់គេតែម្ដងហើយពាក្យទុរេនមកពីពាក្យម៉ាឡេគឺដូរីដែលប្រែជាខ្មែរថាបន្លាប៉ុន្តែប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងហៅផ្លែទុរេននៅក្នុងសំនៀងខុសៗគ្នាដូចជាវៀតណាមថៃឡាវជាដើមអញ្ចឹងចង់ដឹងថាប្រទេសនៅក្នុងតំបន់អាស៊ានយើងទាំង10ប្រទេសហ្នឹងហៅសំនៀងទុរេនខុសគ្នាយ៉ាងណាសូមទីចែកនៅក្នុងខមមិនទាំងអស់គ្នា